បាទសួស្តីចំពោះពុកម៉ែបងប្អូនលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យទាំងគូរៀងច្បងទាំងអស់ខណៈពេលនេះជាពេលវេលាមួយដែលសំប្រកបអ្នកខិតក៏ដូចជាការផ្សព្វផ្សាយទៅតាមបណ្ដាញ social media ក៏ដូចជាបណ្ដាញសង្គម YouTube ពីទីគោរពជាទីរាប់អាននិងជាទីស្នេហានៅក្នុងខណៈពេលនេះជាពេលវេលាមួយដែលខ្ញុំប្រកាសណាខ្ញុំបាទមហាចារ្យរតនជ័យចៅប្រមុនជាអ្នកជំនឿដូនតាចំនួនក្រោយបន្តអំពីរឿងនៅក្នុងសកលលោកនេះជួបនៃបញ្ហាទាំងឡាយនៅក្នុងអន្តរកាលគឺកាលដែលយើងកំពុងតែឃើញការជាក់ស្ដែងទៅតាមបុរាណាចារ្យដែលយើងបានថ្លែងចែងទុកនៅក្នុងបាពហុបឯកវចនៈខ្ញុំនឹងលើកអំពីជំនឿរបស់ខ្មែរយើងលោកទាំងឡាយត្រូវសន្តាប់ដោយយកចិត្តទុកដាក់ព្រោះជារឿងសំខាន់នៅក្នុងអន្តរកាលដូច្នេះខ្ញុំនឹងលើកអំពីការព្យាករណ៍នៅក្នុងអន្តរកាលនេះដើម្បីព្យាករណ៍ទុកនៅក្នុងការកំណត់ហេតុដឹងមុនទី1គឺតកតងនៅក្នុងពាក្យបាសាហៅថាវាល3អន្លង់4នៅក្នុងវាល3អន្លង់4ក្នុងព្រះពុទ្ធសាសនាយើងគឺវាលទី1វាលក្រក្រៃវាលទី2វាលវងវែងស្មារតីវាលទី3គឺជាវាលទាំង3នេះលោកឲ្យនៅក្នុងបាពហុបឯកវចនៈរបស់បត្រៃបិដកនៅក្នុងបត្រៃបិដកយើងគឺសង្គ្រាមហៅថាសង្គ្រាមសាសនាវាល3ប្រែមកនៅក្នុងការព្យាករណ៍របស់ដូនតាគឺជាវាលរបស់សាសនាដែលកំពុងមានហេតុក្នុងការចម្បាំងរាំងជលដោយអ្នកប្រាជ្ញទាំង3គណៈដែលឲ្យឈ្មោះថាសាសនាព្រាហ្មណ៍និងសាសនាព្រហ្មញ្ញនិងសាសនាពុទ្ធនៅក្នុងលទ្ធិនៃព្រះពុទ្ធសាសនានេះតែមួយទេក៏ប៉ុន្តែដោយការតែមនុស្សមិនបានយល់ដឹងនឹងការរៀនជ្រៅជ្រះដោយយកប្រវត្តិសាស្ត្រនៅក្នុងបាពហុបឯកវចនៈនៃអក្សរសាស្ត្រនិងអក្សរសិល្ប៍នៅក្នុងបត្រៃបិដកបានចែងថ្លែងទុករួចហើយនៅក្នុងព្រះគម្ពីរដែលបានសម្ដែងទុកនៅក្នុងអន្តរកាលដែលត្រូវបានបន្តនៃសាសនារបស់តថាគតចូលមកក្នុងសាសនាព្រះសិរមេត្រីដូច្នេះការព្យាករណ៍មាននៅក្នុងហេតុថាវាល3ជាវាលអន្លង់4គឺជាវាលនៃសាសនាពាក្យថាវាល3គឺជាការឆ្លងកាត់នៅ3ដំណាក់កាលនៃសាសនាដែលកំពុងជំរុញចម្រាស់ដិតទាំងឡាយដែលជាអ្នកចេះដឹងនៅក្នុងហេតុនៃប្រទេសចំពោះទ្វីបនេះខ្ញុំធ្លាប់និយាយតាមបណ្ដាញសង្គម Facebook រួចហើយក៏ប៉ុន្តែការវិញ្ញាណនៅក្នុងហេតុទីវាអត់ស្របទៅតាមនីតិវិធីធ្វើឲ្យការមិនស្ងប់នៅក្នុងការរងាប់រាល់នៃអធិការទាំងឡាយទូទាំងពិភពលោកព្រោះរឿងនេះតកតងនៅក្នុងការព្យាករណ៍នៃត្រីស័ករបស់ប្រទេសដែលមានសក្តានុពលនិងសក្តាយុទ្ធដោយប្រទេសកម្ពុជាយើងមានសុភាវៈដែលជាអ្នកគ្រប់គ្រងដោយហេតុនៃតារាសាស្ត្រនិងយុទ្ធសាស្ត្រនៃប្រាង្គប្រាសាទទាំងឡាយដែលប្រកបនៅក្នុងហេតុដែលបានឃើញជាក់ស្ដែងនៅក្នុងព្រះពុទ្ធសាសនាគឺជាសង្គ្រាមដែលមិនអាចស្រ័យនៃចំណងនិងចម្ងល់ទាំងឡាយនេះបានដោយស្ថិរភាពដែលមិនត្រឹមត្រូវទៅតាមបាពហុបឯកវចនៈរបស់មនុស្សលោកនៅក្នុងពិភពទាំង3ដើម្បីបកស្រាយនឹងការវិញ្ញាណឲ្យមានហេតុផលនិងស្ថិរភាពទៅតាមទិដ្ឋភាពនៃបត្រៃបិដកជាដំបូងគឺយើងតកតងសំខាន់បំផុតគឺរឿងបត្រៃបិដកជាអនុសាសន៍និងអនុលោមរបស់ប្រទេសជាតិនិងសកម្មភាពដែលវិវត្តទៅតាមវឌ្ឍនកាលដើម្បីឲ្យស្គាល់នៅក្នុងការវិវត្តនកាលគឺជាការដែលបានយល់ដឹងអំពីសិលសាស្ត្រទាំងអស់នេះនិងអក្សរសាស្ត្រទាំងអស់នេះឲ្យបានច្បាស់លាស់ព្រោះថាប្រទេសកម្ពុជាជាប្រទេសអច្ឆរិយៈដែលប្រកបទៅក្នុងសីលធម៌ក្រមសីលធម៌និងច្បាប់ប្រវេណីទំនៀមទម្លាប់ដូច្នេះលោកទាំងឡាយខ្ញុំនឹងព្យាករណ៍នៅក្នុងការដែលជួបនៅក្នុងអន្តរកាលបច្ចុប្បន្នយើងនេះតែម្ដងហើយឲ្យលោកទាំងឡាយសង្កេតដោយសតិសម្បជញ្ញៈ
វាលក្នុង3នេះគឺកំពុងតែមានការជំលុះជំរងចម្រាស់គ្នារឿងបត្រៃបៃដកនៅក្នុងសាសនាបត្រៃបៃដកមានការដែលបានត្រូវបកស្រាយអំពីអ្នកប្រាជ្ញចំនួនមុនគឺបាន110ក្បាលនៅក្នុងអត្ថន័យសេចក្តីអធិប្បាយមិនទាន់អាស្រ័យអស់ដូច្នេះដើម្បីរកការពិតនៅក្នុងហេតុដើម្បីឲ្យសុខសន្តិភាពទូទាំងចក្រវាឡលុះត្រាតែយល់អំពីដំណើរនៃធម្មជាតិដូច្នេះវាល3នៅក្នុងសាសនារាល់ថ្ងៃនេះគឺមានន័យថានៅក្នុងសាសនាដែលកំពុងជំរុញចម្រាស់ដែលជំលុះរាល់នៃការរកការខុសត្រូវប្រាជ្ញទាំងឡាយក៏កំពុងតែបញ្ចេញរាល់នៃមតិនៅក្នុងបណ្ដាញ social media ដូច្នេះវាអត់មានការជាក់លាក់នៅក្នុងហេតុដែលបានទទួលស្គាល់រាល់នៃការយល់អំពីធាតុពិតដូច្នេះខ្ញុំបានបកស្រាយជាច្រើននៅក្នុងអត្ថន័យសេចក្តីអធិប្បាយសំខាន់ស្គាល់ឫសគល់របស់ប្រជាធិបតេយ្យសេរីបពហុបនៃប្រទេសជាតិហៅថាក្រមសីលធម៌ឬច្បាប់របស់ប្រទេសដែលបានចារទុកក្នុងរាជការនៅក្នុងអត្ថបទមួយនេះលោកទាំងឡាយសុភាវៈហៅថាការជំរុញចម្រាស់នៃសាសនានេះដើម្បីឲ្យយល់ដូច្នេះហើយតើវាតេតងនៅក្នុងហេតុការណ៍យ៉ាងណាវាល3នេះគឺជាវាលដែលបានជួបក្នុងហេតុនៅក្នុងអន្តរកាលគ្រប់ចំនួនវាជាអត្តសញ្ញាណដើម្បីកត់សម្គាល់ថានៅក្នុងចក្រវាឡទាំង3ចក្រវាឡគឺការវិលជុំដោយកង់រទេះមានថ្ងៃទាំង7ជាប្រធានបទដែលបានកំណត់នៅក្នុងហេតុការណ៍ទើបបានចារទុកក្នុងបពហុបឯកវចនៈនៃអក្សរសាស្ត្រនិងអក្សរសិល្ប៍បង្កប់នៅអត្ថន័យសេចក្តីអធិប្បាយពាក្យបុរាណាចារ្យអក្សររបស់ខ្មែរដែលជាសញ្ជាតិរបស់ខ្លួននិងជាផុសតាងរបស់ខ្លួនដែលបានប្រឈមនៅក្នុងហេតុដើម្បីឲ្យយល់ថាខ្លួនពិតជាពុជពងវង្សាវតាររបស់កូនខ្មែរមែនឬក៏មិនមែនប្រកបឬក៏មិនប្រកបអាស្រ័យទៅលើទង្វើនៅក្នុងការកាន់ជាច្បាប់គ្រួសារមួយហើយនឹងជាវិន័យគ្រួសារមួយប្រទេសក៏ដូចគ្នាអ្នកដឹកនាំទាំងអស់មិនថាសាសនាមិនថាខាងមន្ត្រីរាជការទេសិទ្ធិសង្ជាគោរពនៃច្បាប់ប្រពៃណីទំនៀមទម្លាប់យ៉ាងក្រឹតក្រមទើបបានជាប្រទេសជាតិមានភាពសុខសាន្តបានប្រកបនៅក្នុងហេតុគ្រប់ចំណន់គឺត្រូវតែយល់អំពីវិការវិវត្តនកាលការវិវត្តនកាលមាន3ដំណាក់កាលគឺដំណាក់កាលនៅក្នុងសុភាវៈពីអតីតដែលព្រះរាជអាជ្ញាដែលបានសម្ដែងថ្លែងទុកនៅក្នុងហេតុដែលជាមង្គលទាំង3ប្រការដែលហៅថាសិរិ3ប្រការការចម្រុងចម្រើនលូតលាស់ដោះដាលទៅតាមសង្គមជាតិមាតុភូមិដោយសេរីសួស្តីការរួមរស់នៅក្នុងប្រទេសជាតិមាតុភូមិដោយមានស្នាមញញឹមនិងការមើលថែគ្នានិងការបំរុងបំរុងគ្នាទៅវិញទៅមកជាច្បាប់ក្រឹតក្រមរាល់នៃជំនឿរបស់ខ្មែរយើងហើយក៏ជាប្រពៃណីរបស់ខ្មែរយើងដោយមានការជាក់លាក់កំណត់នៅក្នុងហេតុការដែលទៅតាមកុសលផលបុណ្យនៅក្នុងការដែលជំនឿនៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធសាសនាជាដើមទងនៃអវតារមានន័យថាជាឫសគល់នៃប្រទេសជាច្បាប់របស់ប្រទេសព្រះពុទ្ធដីកាគឺជាច្បាប់របស់ប្រទេសដែលបានត្រូវគោរពរីឯព្រាហ្មណ៍សាសនាគឺជាតុលាការសម្រាប់កាត់ក្តីនៃអវតារដែលអ្នករក្សានៅក្នុងប្រទេសរបស់ខ្លួនរីឯប្រមាញ់គឺជាពិឃាតក្នុងការដែលយកប្រកបនៅក្នុងការបន្ទុះសារាយដោយហេតុផ្សេងៗទៅតាមកម្លាំងបញ្ញាដែលខ្លួនមាននៅក្នុងការរស់ស៊ីជួយដូរដូច្នេះហើយទើបបានជាលោកចាត់ទុកច្បាប់ប្រពៃណីនិងទំនៀមទម្លាប់បង្កប់រាប់បញ្ជាដោយអត្តសញ្ញាណរបស់ជាតិនៅក្នុងបត្រៃបៃដកជាដំណើរនៃសុភាវៈដែលជាច្បាប់របស់ប្រទេសនៅក្នុងហេតុការណ៍ទីតីជួបប្រទះក្នុងការកង្វះខាតនៃការទទួលទានប្រចាំថ្ងៃរបស់ប្រជានារីទី2គឺជួបបញ្ហារាល់នៃការជំរុញចម្រាស់ឆ្លុះគ្នា
ដោយបទុស្រ័យនៅក្នុងសាសនាដូច្នេះទើបបានជាលោកឲ្យឈ្មោះថាវាល3នៅក្នុងសាសនាមានព្រាហ្មណ៍សាសនាព្រហ្មញ្ញសាសនានិងសាសនាពុទ្ធរីឯអន្លង់4អន្លង់4គឺជាអន្លង់កាមគុណឬកាមទេពឬកាមឆន្ទៈនៃអារម្មណ៍ពាក្យថាអន្លង់4គឺប្រស្រ័យនៅក្នុងដែលត្រូវបានស្គាល់នៃអន្លង់ទី1នៅក្នុងព្រះពុទ្ធសាសនានៅក្នុងបត្រៃ3ដកហៅថាបត្រៃលក្ខណ៍អន្លង់ភ្នែកគឺជាចក្ខុនៃវិស័យរបស់មនុស្សលោកដែលអាចញ៉ាំងដឹងនៅក្នុងហេតុជាក់ស្ដែងប្រកប2គឺអន្លង់ច្រមុះមនុស្សត្រូវមានក្លិននៅក្នុងអាស្រ័យពិចារណាដោយអោរោះ3គឺអន្លង់មាត់គឺជាអន្លង់ដែលត្រូវបានប្រកបនៅក្នុងឯកតៈឯកវចនៈលោកថាអណ្ដាតអាចកន្លងសុខទុក្ខផងព្រោះអណ្ដាតដូច្នេះអន្លង់មាត់នេះឯងធ្វើឲ្យមនុស្សបទុសរាយគ្នានៅក្នុងហេតុដែលមិនដឹងចប់រឿងដំណើរនៃសភាវៈរបស់ព្រះធម៌ដែលជាអត្តរបស់ព្រះសម្មាសម្ពុទ្ធដែលបានចែងទុកនៅក្នុងអន្តរកាលអន្លង់ទី4គឺជាអន្លង់ត្រចៀកពាក្យថាអន្លង់ត្រចៀកគឺការស្ដាប់ឮហើយដឹងនៅក្នុងហេតុដែលជាការពិតទើបបានលោកឲ្យឈ្មោះថាវាល3អន្លង់4រីឯយើងទាំងឡាយដើម្បីទទួលរាល់នៃការពិតនិងដើម្បីព្យាបាលរាល់នៃជំងឺរោគព្យាធិមួយនេះនៅក្នុងសង្គមជាតិមាតុភូមិឲ្យរងាប់ស្ងប់ទៅបានកុំឲ្យជួបបញ្ហាដោយសារតែការរំជើបរំជួយរាល់នៃព្រះធរណីចង់រស់នៅដើម្បីជាក្តីសុខនិងសេចក្តីចម្រើនទៅតាមស្ថិរភាពដែលបានត្រឹមត្រូវនៅក្នុងធម្មជាតិដូច្នេះយើងត្រូវព្យាបាលដោយរបៀបណាការព្យាបាលរបៀបនេះឲ្យស្ងប់រងាប់ទៅបានកុំឲ្យមានបញ្ហានៅក្នុងប្រទេសជាតិមាតុភូមិក៏ដូចជាសង្គមគ្រួសារតែតាមការជាស្ដែងលោកបានព្យាករនៅក្នុងប្រវត្តិសាស្ត្រដែលមាននៅក្នុងបត្រៃបិដកដែលលោកបានទទួលទុកនៅក្នុងព្រះរាជអង្គការចំណត់នគរមគធៈបច្ចុប្បន្ននេះគេហៅថាកាប់ព្រៃ10ផឹកឆ្នាំ5កញ្ចប់តមតំណមួយដូចគ្នាវាប្រកបនៅក្នុងទស្សនៈក៏ប៉ុន្តែនៃដូចគ្នាខ្ញុំស្រាយនៅក្នុងអត្ថន័យនេះបើដើម្បីចង់ឲ្យប្រទេសជាតិនេះស្ងប់រងាប់ទៅបានលុះត្រាតែបុគ្គលទាំងឡាយរក្សាសិលគឺចាប់ពីសិល5រីឯក្នុងសិល5នេះឯងត្រូវតមនៅក្នុងហេតុនៃតំណមួយគឺមុសាពាក្យកុហកនេះឯងវាតេតងនៅក្នុងរឿងភូតពាក្យថាភូតជាវិញ្ញាណដែលមនុស្សទាំងឡាយតែងស្វែងរកនៅក្នុងហេតុនៅក្នុងព្រះពុទ្ធសាសនាដើម្បីឲ្យយល់ដឹងថាតើមនុស្សមានវិញ្ញាណចរណៈសម្បណ្ណោសោភិកវិលោកវិទូនេះឯងដូច្នេះប្រធានបទនៅក្នុងសិល10គឺព្រៃ10នោះគឺសិល10អ្នកវិបស្សនាកម្មដ្ឋានហាក់បីដូចជាតដុំពាក្យថាលោកតដុំគឺរក្សាសិល10នៅក្នុងព្រៃដើម្បីជាសក្ខីភាពដែលបានយល់យកប្រកបនៅក្នុងទស្សនៈនៃអសរសាស្ត្រនៅយើងនាំគ្នាគិតថាស្វែងរករបស់ការពិតដែលមាននៅក្នុងខ្លួនបត្រៃបិដកគឺសំខាន់បំផុតអភិធម្មនិងព្រះវិន័យព្រះសូត្រ3នេះនៅក្នុងអន្តរកាលមានន័យថាសាសនាព្រហ្មញ្ញព្រាហ្មណ៍និងសាសនារបស់ព្រះពុទ្ធដើម្បីវិញ្ញេឲ្យវាច្បាស់លាស់នៅក្នុងអត្ថិភាពដែលអាចរស់នៅដោយស្ងប់រងាប់ហើយមានស្ថិរភាពនិងបន្លាស់ភាពនៅក្នុងការវិវត្តប្រទេសជាតិក្តីសាសនាក្តីដើម្បីឲ្យរីកចម្រើនប្រកបនៅក្នុងគុណធម៌សច្ចធម៌និងយុត្តិធម៌លោកទាំងឡាយត្រូវចងចាំថាច្បាប់របស់ព្រះដ៏មានប្រភាកដែលលោកសម្ដែងគឺឲ្យបានត្រាស់ដឹងគឺត្រាស់ដឹងដោយសច្ចៈអរិយសច្ចៈពាក្យថាសច្ចៈមួយម៉ាត់នេះមាន4មេត្តាករុណាមុទិតានិងឧបេក្ខាសម្រាប់សង្កត់រាល់នៃការក្រោធរបស់ទោសៈមោហៈនិងលោភៈគឺជាច្បាប់ដែលអាចកាត់ក្តី
តាមធម្មជាតិដូច្នេះពាក្យថាទោសមោហៈលោភៈ3នេះឯងតំណាងឲ្យនៅក្នុងសាសនាទាំង3កំពុងចម្រុងចម្រាស់កាលណាការចម្រុងចម្រាស់នេះធ្វើឲ្យកក្រើកមេឃកក្រើកដីពិតប្រកបនៅក្នុងសម័យកាលយុគសម័យកាលក៏មានរឿងយ៉ាងនេះដូចគ្នាតាំងពីចំនួនព្រះកុកសធោមកម្លេះចឹងដំណើររឿងនៅក្នុងបច្ចុប្បន្ននេះគឺដំណើររឿងរបស់ព្រះសិអាមិត្រេដែលលោកត្រាស់ដឹងនៅក្នុងហេតុដើម្បីរាវរកគុណធម៌ឡើងវិញព្រោះយើងបានបាត់នៅគុណធម៌សច្ចធម៌និងយុត្តិធម៌3នេះសំខាន់ណាស់បើកាលណាបាត់3នឹងហើយមេឃនឹងរំជួយផែនដីញាប់ញ័រនេះជារឿងពិតដូច្នេះលោកទាំងឡាយត្រូវគិតនិងពិចារណាដោយសតិសម្បញ្ញៈលោកទាំងឡាយត្រូវដឹងថាប្រភេទ3នេះឯងហេតុអ្វីបានជាលោកពោលទុកក្នុងព្រះសទ្ធនស្គដារីឯព្រះវិន័យជាអន្លូងសម្រាប់ទូងផ្ទះឲ្យលន់ដើម្បីឲ្យភ្ញាក់រលឹកនៅក្នុងសេចក្តីពិតព្រះសូត្រជាខ្សែរុំដែលតេតិននៅក្នុងសាសនាធ្វើឲ្យការចម្ពាក់តេតិននេះឯងខ្វែងគំនិតគ្នាទើបបានខ្លាយទៅជាការបន្ទុះស្រាយហេតុការណ៍ដែលពិតប្រាកដនៅក្នុងបត្រៃបិដកសិតសឹងជារឿងរ៉ាវដែលអាចដឹងមុននៅក្នុងហេតុការណ៍នៃប្រទេសជាតិមាតុភូមិនៅលើចម្ពោះទ្វីបនេះមានតែព្រះសម្មាសម្ពុទ្ធទេដែលជាអ្នកទ្រង់ដឹងទ្រង់យល់ទ្រង់ឃើញច្បាស់ប្រកបនៅក្នុងហេតុទើបលោកចារទុកនៅក្នុងឯកតេកវចនៈនៃព្យញ្ជនវិជ្ជកវចរំពុផែនដែនអង្គអវតារប្រទេសជាតិយើងឬកែវសំខាន់បំផុតគឺអក្សរសាស្ត្រនិងអក្សរសិល្ប៍ជាអត្តសញ្ញាណជាតិរបស់ខ្លួននៅក្នុងសភាវៈនេះខ្ញុំនឹងលើកអំពីរឿងការកូរសមុទ្រទឹកដោះហេតុដែលប្រទេសកម្ពុជាមានរឿងរ៉ាវកូរសមុទ្រទឹកដោះតាក់ទងនៅរឿងមហាសាគរគឺជាទន្លេសាបនៅក្នុងចម្ពោះទ្វីបយើងនេះនិងក្រៃភពទាំង3នៃអវតារពិភពលោកទាំងមូលមានទន្លេសាបតែមួយកន្លែងទេប្រវត្តិសាស្ត្រឲ្យជាក់ច្បាស់នៅក្នុងហេតុយ៉ាងនេះទន្លេសាបមួយនេះឯងជាផុសតាងនៃការកូរសមុទ្រទឹកដោះជាប្រវត្តិសាស្ត្ររបស់ខ្មែរយើងដូច្នេះអ្វីគ្រប់យ៉ាងដែលកើតមាននៅក្នុងហេតុគឺផុសតាងនៅទឹកទន្លេ4មុខតែងតែមានពណ៌ខុសគ្នាដោយសារទឹកប្រៃនិងទឹកសាបវិលជុំជាក់ស្ដែងគឺយើងឃើញហេតុជាក់លាក់ហើយប្រកបដូច្នេះវីដេអូមួយនេះខ្ញុំសូមslash ប៉ុណ្្នឹងសិនហើយខ្ញុំនឹងមានវីដេអូបន្តអំពីរឿងការកូរសមុទ្រទឹកដោះនឹងបន្តទៀត